បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពីរបៀបប្រើប្រាស់រូបមន្តមួយប្រភេទទៀតគឺរូបមន្ត round up បាទតើរូបមន្ត round up នឹងមានទ្រង់ទ្រាយនឹងរបៀបប្រើប្រាស់យ៉ាងណាឥឡូវយើងទៅស្វែងយល់ទាំងអស់គ្នាបាទនេះគឺជារូបរាងរបស់រូបមន្ត round up បាទដែលមាន parameter 2គឺ number ហើយនឹង num digit បាទរបៀបប្រើប្រាស់ round up គឺប្រើដើម្បីបង្កត់លេខឡើងជានិច្ចបាទ round up គឺប្រើបង្កត់លេខហើយបង្កត់ឡើងជានិច្ចបាទអត់បង្កត់ចុះទីណាបាទ number បាទ number គឺជាលេខដែលយើងត្រូវយកមកបង្កត់ចំណែកឯ num digit នេះគឺចំនួនខ្ទង់ដែលត្រូវបង្កត់ឡើងចំណាំបើ num digit ជាលេខវិជ្ជមានបាទចាប់ពីលេខ1ឡើងទៅគឺបង្កត់ផ្នែកទស្សភាគបាទចាប់ពីខ្ទង់ភាគ10ទៅណាបើ num digit ជាលេខ0នឹងបង្កត់នៅខ្ទង់ចិត្តបំផុតនៅខ្ទង់ចិត្តនឹងក្បៀសបំផុតឬក៏ហៅបង្កត់ខ្ទង់រាយបាទបើ num digit ជាលេខអវិជ្ជមានអញ្ចឹងត្រូវបង្កត់ផ្នែកគាត់គឺបង្កត់ខាងឆ្វេងក្បៀសចាប់ពីខ្ទង់10ទៅណាបាទអូខេឥឡូវយើងទៅអនុវត្តនៅក្នុងតារាង Excel ទាំងអស់គ្នាបាទនេះគឺជាតារាង Excel ដែលយើងនឹងអនុវត្តការប្រើប្រាស់រូបមន្ត round up បាទយើងមើលតារាងខ្ញុំទី1តារាងទី1គឺ number មកន័យថាលេខដែលខ្ញុំនឹងត្រូវយកមកបង្កត់ជួរឈរទី2នេះគឺ num digit មកន័យថាខ្ទង់ដែលត្រូវបង្កត់បាទមានលេខវិជ្ជមានមានលេខអវិជ្ជមានបាទមាន0ជាដើមណាអូខេឥឡូវយើងចាប់ផ្ដើមសរសេររូបមន្តនៅប្រឡោះនេះបាទដាក់សញ្ញាស្មើមកបាទស្មើបាទ round up បាទ round up យើងមើលយើងសរសេរចេះក៏បានដែរណា round up មកយើងសរសេរ2785 ក្បៀស253 កុមាលេខ0អញ្ចឹងក៏បានណាតែឥឡូវយើងសរសេរមើល2700នេះលេខដែលយើងត្រូវយកបំកត់ណាគឺ number បាទអញ្ចឹង parameter គេទី1គឺ number បាទ number គឺលេខដែលត្រូវយកបង្កត់គឺលេខ2785អញ្ចឹងយើងសេមក2785ក្បៀសបាទក្បៀស253បាទហើយ comma នេះក្នុង parameter គេនឹងបន្ទាប់ពី number គឺ comma អញ្ចឹងយើងដាក់ comma មួយមកតែមក num digit យើងមើលមុនដំបូងនេះកន្លែងនេះគឺលេខ0ណាលេខ0នេះដាក់លេខ0មកបិទមកចោលមកវិញបាទហើយចុច enter មកបាទយើងមើលយើងបានលទ្ធផលហើយបានចឹងយើងមើលបង្កត់លេខ0ក្នុងទ្រឹស្ដីយើងគេថាបង្កត់នៅខ្ទង់រាយឬក៏បង្កត់គៀកនឹងក្បៀសផ្នែកគុតអញ្ចឹងមកនេះបង្កត់លេខ5ជាខ្ទង់ដែលគៀកនឹងក្បៀសជាងគេអញ្ចឹងបើបង្កត់លេខ5ឡើង1បាន6អញ្ចឹងរូបមន្ត round up គឺបង្កត់ឡើងរហូតណាទោះបីជាខ្ទង់នៅខាងស្ដាំខ្ទង់ដែលត្រូវបង្កត់នេះលេខតូចក៏ដោយក៏លេខ5ឡើងជានិច្ចបាទឡើង1បាន6អូខេឥឡូវយើងសាកមើលnum digit លេខ1ម្ដងមើល round up អូខេឥឡូវខ្ញុំសរសេរជា cell reference វិញខ្ញុំយកមកចុច
យើងមើល round up ហើយមាន parameter 2 parameter ទី1គឺ number អញ្ចឹងនេះគឺជា number លេខដែលត្រូវបង្កត់យកមកចុចមកបន្ទាប់មកទៀតគឺ comma មួយបាទហើយបន្ទាប់មក digit គឺកន្លែងនេះយើង select អត់កើតទេដោយសារវិចិត្ររូបមន្តអញ្ចឹងយើងសរសេរតែម្ដងគឺ C5 យើងសរសេរ C5 ហើយបិទកញ្ចក់មកវិញមកហើយ enter បាទយើងមើលយើងលេខ1យើងបង្កត់នៅខ្ទង់កាលណាលេខ5 digit នេះវិជ្ជមានយើងបង្កត់នៅផ្នែកទស្សភាគបាទបើលេខ1គឺបង្កត់ខ្ទង់ភាគ10បើន័យថាលេខ2យើងមើលឥឡូវមកបាន1បាន3ឥឡូវ1បាន3បាទអូខេឥឡូវខ្ញុំសរសេរឥឡូវខ្ញុំអូសតែម្ដងអូខេឥឡូវមើលនេះដល់លេខ2គឺបង្កត់នៅខ្ទង់រយនេះខ្ទង់រយខ្ទង់ភាគរយមិនខ្ទង់រយទេគឺខ្ទង់ភាគរយបើន័យថាផ្នែកទស្សភាគអញ្ចឹងខ្ទង់ភាគរយគឺលេខ5លេខ5ឡើងមួយទៀតបាទបាន6ណាដល់លេខ3គឺទៅនឹងជាងអៀតណាបាទដល់លេខ3នេះគឺអត់កើនទេនៅដដែលបាទដឹងមិនអានឹងខុសពីទិសដៅរបស់យើងណាខុសពីនិយមនេះឥឡូវមើលផ្នែក5 digit ជាលេខអវិជ្ជមានវិញបើសិនជាដក1យើងដឹងហើយគឺ5 digit អវិជ្ជមានគឺបង្កត់នៅផ្នែកគត់បាទគឺបង្កត់ខាងស្ដាំខាងឆ្វេងក្បៀសបើលេខ1យើងមើលបង្កត់នៅខ្ទង់10បើន័យថាបង្កត់លេខ8បើលេខ8ឡើង1បាន9ដក2បង្កត់ខ្ទង់100គឺពុទ្ធលេខ7ឡើងមួយទៀតបាន8លេខ3គឺពុទ្ធខ្ទង់7ពុទ្ធលេខ2ឡើងមួយបាន3បាទអូខេអញ្ចឹងនេះជាការប្រើប្រាស់រូបមន្ត round up គឺរូបមន្តបង្កត់ឡើងណាបាទមានតែត្រឹមនេះឯងបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនា